សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមានអត្ថបទ2ដើម្បីអានចែកជូនដល់បងប្អូនស្ដាប់ទាំងអស់គ្នាដើម្បីជាបទពិសោធន៍ដើម្បីជាកន្លឹះនៅក្នុងការដោះស្រាយបញ្ហាអ្វីមួយដូចជាយើងជួបនៅជីវិតប្រចាំថ្ងៃរបស់យើងអត្ថបទទី1គឺគេនិយាយអំពីវិភាពគ្មានឆន្ទៈនៅក្នុងការបំពេញកិច្ចការងារទី2គ្មានការត្រៀមទុកជាមុនណាឥឡូវយើងចូលនៅក្នុងអត្ថបទទី1សិនគេថាពួកគេធ្វើអ្វីមួយមិនដែលធ្វើការពេញចិត្តឬក៏មិនដែលធ្វើដោយកើតចេញពីឆន្ទៈពិតប្រាកដរបស់ខ្លួនឡើយគេតែងតែធ្វើដោយសាសលុយធ្វើដើម្បីលុយតតែមានលុយទៅធ្វើបើធ្វើរបៀបនេះគេមិនជោគជ័យឡើយដោយសារតែអត់មានធម៌ពលជំរុញចេញពីខាងក្នុងបុគ្គលដែលអាចធ្វើការងារមួយឲ្យកើតចេញជាលទ្ធផលល្អនិងទទួលបានភាពជោគជ័យគឺមិនដែលធ្វើអ្វីមួយដោយគ្មានឆន្ទៈនោះទេមនុស្សដែលធ្វើកិច្ចការងារដោយគ្មានឆន្ទៈគឺមិនអាចទ្រាំទ្រនឹងការងារនេះបានយូរឡើយគេនឹងទន់ខ្សោយហើយងាកចុះចេញឆន្ទៈគឺជាកម្លាំងជំរុញកាយបើគ្មានឆន្ទៈគេមិនអាចតស៊ូពួកគេបានឡើយឆន្ទៈគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់មនុស្សកាលបើមនុស្សគ្មានឆន្ទៈគឺគ្មានឆ្អឹងទ្រទ្រង់ដល់ការខិតខំប្រឹងប្រែងទៀតឡើយពស់ដែលបាក់ឆ្អឹងខ្នងនឹងវាទៅមុខមិនរួចផងចង់អីដល់ទៅដេញខំចំណៃបានទៀតមនុស្សដែលគ្មានឆន្ទៈកុំនិយាយអីទៅដល់ការចង់មានចង់បានសូម្បីតែការចង់រស់នៅសឹងតែទ្រាំមិនចង់បានផងអ្នកក្រធ្វើការងារព្រោះតែលុយអ្នកមានធ្វើការងារព្រោះតែឆន្ទៈរបស់ខ្លួនជនដែលធ្វើកិច្ចការមិនប្រកបដោយឆន្ទៈគឺគេគ្មានការចង់អូសទាញឬក៏រុញច្រានសកម្មភាពទេហើយក៏គ្មានចំហរឹងមាំដែលថានឹងទទួលរំលងកិច្ចការងារទេដូច្នេះបុគ្គលគួរតែជ្រើសរើសការងារដែលខ្លួនពេញចិត្តហើយខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីក្តីស្រឡាញ់អ្នកក្រធ្វើការងារដើម្បីលុយអ្នកមានធ្វើការងារដើម្បីគោលដៅចូលអត្ថបទទី2គេនិយាយអំពីការគ្មានការត្រៀមទុកជាមុនមនុស្សភាគច្រើនគ្មានកំណត់ទុកដាក់ត្រៀមបំរុងក្នុងគ្រាខាងមុខដែលអាចនឹងមានហានិភ័យផ្សេងកើតឡើងដែលបង្កគ្រោះអន្តរាយដោយប្រការផ្សេងនោះឡើយពួកគេរកបានប៉ុណ្ណាចាយប៉ុណ្ណឹងរកបានតិចចាយតិចរកបានច្រើនចាយច្រើនម្យ៉ាងទៀតបើពួកគេរកបានច្រើនល្មមគូសំហើយគឺគេលែងចង់រកទៀតហើយពួកគេយកពេលវេលានឹងនៅសេសសល់នោះទៅធ្វើរឿងអត្ថប្រយោជន៍ឬក៏ទំនេរចោលបើថ្ងៃនេះមិនមានបញ្ហាអ្វីកើតឡើងចំពោះយើងទេយើងត្រូវតែគិតថាថ្ងៃស្អែកល្អដូចថ្ងៃនឹងទេយើងត្រូវតែគិតអំពីហានិភ័យផ្សេងគឺត្រូវត្រៀមខ្លួនត្រៀមស្បៀងត្រៀមទ្រព្យត្រៀមអ្វីសម្រាប់ដោះស្រាយបញ្ហាហើយនឹងការពីហានិភ័យនៅថ្ងៃស្អែកបើថ្ងៃស្អែកភ្លៀងមកឬក៏យើងឈឺឬក៏របួសឬក៏គ្រោះថ្នាក់អ្វីមួយដែលធ្វើឲ្យយើងអាក់ខានបានទៅរកនៅយើងនឹងមានទ្រព្យបំរុងទុកជាស្រេចហានិភ័យតែងតែកើតឡើងដោយចាយដន្យដែលវាមិនដែលជួនដំណឹងដល់យើងជាមុនឡើយវានឹងធ្វើឲ្យយើងនឹងរលីនឹងទ្រព្យរបស់យើងអន្តរាយក៏មិនដឹងទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែមានស្មារតីប្រុងប្រយ័ត្ននិងចេះបំរុងទុកជាមុនយើងត្រូវខំរកហើយខំរកបានច្រើនបើរកបានតិចកុំឈប់បើរកបានតិចកុំចាយបើរកបានច្រើនយើងចាយតិចហើយយើងត្រូវតែខំរកឲ្យបានកាន់តែច្រើនកុំទុកឲ្យទំនេរកុំឲ្យសល់ពេលវេលាហើយអ្វីបានជាយើងត្រូវប្រឹងរកឲ្យបានកាន់តែច្រើនយើងត្រូវតែគិតថាមនុស្សជាច្រើនដែលកំពុងអត់ឃ្លាន
នឹងកំពុងត្រូវការជំនួយយើងមិនត្រូវគិតពីខ្លួនឯងនោះទេគឺត្រូវជួយឲ្យពួកគេផងក្នុងនាមជាមនុស្សធម៌ក្រពះយើងតូចណាស់នៅក្នុងមួយថ្ងៃយើងត្រូវតែហូបបាយ3 ទៅ 4 ពេលប៉ុណ្ណោះយើងហូបមិនអស់ទេទុកចោលសល់ស្លាប់ទៅគ្មានន័យដូច្នេះយើងត្រូវតែប្រឹងរកហើយលោកលៃជួយអ្នកដទៃផងពីព្រោះយើងមានលទ្ធភាពជាងពួកគេ